ហើយអ្វីសមុទ្រនៅតែមានអាថ៌កំបាំងច្រើននៅពេលមនុស្សនិយាយអំពីអាថ៌កំបាំងដ៏ធំបំផុតរបស់ពិភពលោកមនុស្សជាច្រើនតែងតែគិតដល់អវកាសភពដតីឬកាឡាក់ស៊ីឆ្ងាយៗប៉ុន្តែការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺអ្វីដែលយើងមិនទាន់ដឹងអំពីសមុទ្រនៅលើផែនដីប្រហែលជាមានច្រើនជាងអ្វីដែលយើងដឹងអំពីផ្ទៃព្រះច័ន្ទទៅទៀតសមុទ្រគ្របដណ្ដប់ប្រមាណ 71% នៃផ្ទៃផែនដីប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រមាណថាមនុស្សបានសិក្សាលម្អិតត្រឹមតែផ្នែកតូចមួយប៉ុណ្ណោះតំបន់ដ៏ធំល្វឹងល្វើយនៅបាតមហាសមុទ្រនៅតែស្ថិតក្នុងភាពងងឹតនិងពោពេញដោយអាថ៌កំបាំងសំណួរមួយដែលតែងតែត្រូវបានសួរគឺហេតុអ្វីបានជានៅសតវត្សទី21ដែលបច្ចេកវិទ្យាអភិវឌ្ឍដល់កម្រិតបញ្ជូនយានពិភពអង្គារនិងសង្កេតឃើញកាឡាក់ស៊ីរាប់ពាន់លានឆ្នាំពន្លឺប៉ុន្តែមនុស្សនៅតែមិនអាចស្គាល់សមុទ្ររបស់ខ្លួនបានពេញលេញចម្លើយគឺដោយសារសមុទ្រមានលក្ខណៈស្មុគស្មាញខ្លាំងជាងអ្វីដែលមនុស្សភាគច្រើនគិតវាមិនមែនជាផ្ទៃទឹកធំមួយប៉ុណ្ណោះទេប៉ុន្តែជាពិភពលោកមួយផ្សេងទៀតដែលមានភ្នំជ្រលងភ្នំភ្លើងសត្វចម្លែកនិងបរិស្ថានដែលខុសប្លែកពីអ្វីដែលយើងរស់នៅលើដីគោកទាំងស្រុងសមុទ្រមានទំហំធំសម្បើមមិនគួរឲ្យជឿមូលហេតុទី1ដែលធ្វើឲ្យសមុទ្រនៅតែមានអាថ៌កំបាំងគឺដោយសារតែទំហំដ៏មហិមារបស់វាមហាសមុទ្រទាំង5របស់ផែនដីរួមមានមហាសមុទ្រប៉ាស៊ីហ្វិកអាត្លង់តិកឥណ្ឌាអាកតិកនិងខាងត្បូងបានបង្កើតជាប្រព័ន្ធទឹកតែមួយដ៏ធំដែលភ្ជាប់គ្នាតំបន់ជាច្រើនមានទំហំធំជាងទ្វីបទាំងមូលឧទាហរណ៍មហាសមុទ្រប៉ាស៊ីហ្វិកតែមួយមានផ្ទៃក្រឡាជាង165លានគីឡូម៉ែត្រការ៉េដែលធំជាងផ្ទៃដីគោកទាំងអស់បូកបញ្ចូលគ្នាទៅទៀតការសិក្សាតំបន់ដ៏ធំបែបនេះត្រូវការពេលវេលាថវិកានិងបច្ចេកវិទ្យាយ៉ាងច្រើនទោះបីជាយើងមានផ្កាយរណបក៏ដោយផ្កាយរណបអាចមើលឃើញតែផ្ទៃសមុទ្រប៉ុណ្ណោះមិនអាចមើលឃើញជម្រៅខាងក្រោមបានទេជម្រៅដ៏អស្ចារ្យនៃមហាសមុទ្រមូលហេតុទី2គឺជម្រៅតំបន់ជ្រៅបំផុតរបស់សមុទ្រគឺជ្រលង Mariana Trench នៅភាគខាងលិចនៃមហាសមុទ្រ Pacific ចំណុចជ្រៅបំផុតរបស់វាហៅថា Challenger Deep មានជម្រៅប្រហែល11គីឡូម៉ែត្របើដាក់ភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតលើពិភពលោកចូលទៅក្នុង Challenger Deep កំពូលភ្នំនៅតែលិចក្រោមទឹកជាង2គីឡូម៉ែត្រទៀតនៅជម្រៅបែបនេះសម្ពាធទឹកមានកម្រិតខ្ពស់មិនគួរឲ្យជឿសម្ពាធអាចលើសពី1000ដងនៃសម្ពាធបរិយាកាសនៅផ្ទៃដីសម្រាប់មនុស្សឬឧបករណ៍ធម្មតាការចុះទៅកាន់ជម្រៅបែបនេះគឺជាបញ្ហាប្រឈមយ៉ាងខ្លាំងភាពងងឹតអស់កលលក្ខនិកនៅក្រោមជម្រៅប្រហែល1000ម៉ែត្រពន្លឺព្រះអាទិត្យមិនអាចទៅដល់បានទៀតឡើយតំបន់នេះត្រូវបានគេហៅថា Midnight Zone នៅទីនោះមានភាពងងឹតពេញលេញគ្មានថ្ងៃគ្មានយប់គ្មានពន្លឺធម្មជាតិសត្វដែលរស់នៅទីនោះបានអភិវឌ្ឍលក្ខណៈពិសេសចម្លែកដូចជាការបញ្ចេញពន្លឺដោយខ្លួនឯងដែលហៅថា bioluminescence សត្វមួយចំនួនមានភ្នែកធំខ្លាំងខណៈសត្វខ្លះទៀតគ្មានភ្នែកសោះភាពងងឹតនេះធ្វើឲ្យការសិក្សាមានការលំបាកខ្លាំងព្រោះកាមេរ៉ានិងឧបករណ៍ត្រូវការប្រភពពន្លឺផ្ទាល់ខ្លួនបាតសមុទ្រមិនមែនរាបស្មើមនុស្សជាច្រើនសម័យថាបាតសមុទ្រជាផ្ទៃរាបស្មើធម្មតាការពិតគឺផ្ទុយទាំងស្រុងនៅក្រោមសមុទ្រមានជួរភ្នំវែងជាងគេលើពិភពលោកភ្នំភ្លើងសកម្មជ្រលងជ្រៅវាលភក់រូងភ្នំក្រោមទឹកបឹងក្រោមសមុទ្រជួរភ្នំ Mid Ocean Ridge មានប្រវែងជាង 65,000 គីឡូម៉ែត្រដែលវែងជាងជួរភ្នំណាទាំងអស់នៅលើផែនដីការធ្វើផែនទីតំបន់ទាំងនេះគឺជាការងារដ៏ធំមួយដែលនៅតែបន្តរហូតដល់សប្តាហ៍ថ្ងៃសត្វជាច្រើនមិនទាន់ត្រូវបានរកឃើញអ្នកវិទ្យាសាស្ត្រជឿថាមានប្រភេទសត្វសមុទ្ររាប់លានប្រភេទដែលមិនទាន់ត្រូវបានស្គាល់រៀងរាល់ឆ្នាំការស្រាវជ្រាវសមុទ្របានរកឃើញសត្វថ្មីៗរាប់រយប្រភេទសត្វខ្លះមានរូបរាងចម្លែកដូចជាសត្វក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រប្រឌិតឧទាហរណ៍ Dumbo Octopus, Goblin Shark, Fangtooth Fish, Vampire Squid សត្វទាំងនេះបានរស់នៅរាប់លានឆ្នាំដោយមនុស្សមិនធ្លាប់ដឹងពីវត្តមានរបស់ពួកវាសម្លេងអាថ៌កំបាំងក្រោមសមុទ្រក្នុងរយៈពេលជាច្រើនទសវត្សរ៍អ្នកវិទ្យាសាស្ត្របានកត់ត្រាសម្លេងចម្លែកជាច្រើននៅក្នុងមហាសមុទ្រសម្លេងខ្លះត្រូវបានគេដាក់ឈ្មោះថា Bloop Julia Upsweep Slowdown ដំបូងមនុស្សមិនដឹងប្រភពរបស់សម្លេងទាំងនេះទេអ្នកខ្លះសន្មតថាអាចជាសត្វសមុទ្រដ៏ធំមិនស្គាល់ប្រភេទខណៈអ្នកផ្សេងទៀតគិតថាជាសកម្មភាពភូកបសាសទោះបីមានការពន្យល់ខ្លះៗក៏ដោយសមុទ្រនៅតែផលិតសម្លេងដែលមិនទាន់យល់ច្បាស់ជាច្រើនទីក្រុងនិងកប៉ាល់បុរាណលិចទឹកបាតសមុទ្រជាសារមន្ទីរប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់ពិភពលោកមានកប៉ាល់លិចរាប់លានគ្រឿងនៅបាតសមុទ្រខ្លះមានអាយុកាលរាប់ពាន់ឆ្នាំអ្នកបុរាណវិទ្យាបានរកឃើញទីក្រុងបុរាណនិងសំណង់ដែលត្រូវបានលិចក្រោមទឹកដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រទោះជាយ៉ាងណាតំបន់ធំៗជាច្រើននៅមិនទាន់ត្រូវបានសិក្សានៅឡើយប្រព័ន្ធអេកូស៊ីស្ទឹមដែលមិនត្រូវការពន្លឺព្រះអាទិត្យអស់រយៈពេលយូរអ្នកវិទ្យាសាស្ត្រជឿថាជីវិតត្រូវការពន្លឺព្រះអាទិត្យប៉ុន្តែការរកឃើញ hydrothermal vents បានផ្លាស់ប្ដូរគំនិតនេះទាំងស្រុងនៅជម្រៅរាប់គីឡូម៉ែត្រមានរន្ធដែលបញ្ចេញទឹកក្តៅខ្លាំងពីខាងក្នុងផែនដីជុំវិញរន្ធទាំងនេះមានសត្វនិងមីក្រូសារពាង្គកាយជាច្រើនរស់នៅដោយមិនពឹងផ្អែកលើពន្លឺព្រះអាទិត្យឡើយពួកវាប្រើថាមពលគីមីជំនួសវិញការរកឃើញនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រគិតថាជីវិតអាចមាននៅលើពិភពផ្សេងទៀតដែរចរន្តសមុទ្រដែលយើងមិនទាន់យល់ទាំងស្រុងសមុទ្រមានចរន្តទឹកស្មុគស្មាញខ្លាំងចរន្តទាំងនេះគ្រប់គ្រងអាកាសធាតុពិភពលោកការប្រែប្រួលតូចៗអាចបង្កឲ្យមានគ្រោះរាំងស្ងួតទឹកជំនន់ខ្យល់ព្យុះការប្រែប្រួលសីតុណ្ហភាពទោះបីជាមានកុំព្យូទ័រទំនើបក៏ដោយអ្នកវិទ្យាសាស្ត្រនៅតែមិនអាចព្យាករណ៍ចលនារបស់សមុទ្របានត្រឹមត្រូវ 100% ទេមីក្រូផ្លាស្ទិកនិងអាថ៌កំបាំងថ្មី
សពថ្ងៃអ្នកវិទ្យាសាស្ត្រកំពុងរកឃើញថាមីក្រូផ្លាស្ទិកបានរាលដាលដល់តំបន់ជ្រៅបំផុតនៃមហាសមុទ្រសំណួរជាច្រើនកើតឡើងតើវាប៉ះពាល់ដល់សត្វសមុទ្រយ៉ាងដូចម្តេចតើវាចូលទៅក្នុងខ្សែសង្វាក់អាហារយ៉ាងណាតើវានឹងប៉ះពាល់ដល់មនុស្សយ៉ាងដូចម្តេចចម្លើយជាច្រើននៅមិនទាន់មាននៅឡើយហេតុអ្វីការស្រាវជ្រាវសមុទ្រមានតម្លៃថ្លៃការសិក្សាសមុទ្រជ្រៅមានតម្លៃថ្លៃជាងការបញ្ជូនយានខ្លះៗទៅអវកាសទៅទៀតមូលហេតុរួមមានត្រូវការនាវាស្រាវជ្រាវពិសេសត្រូវការយានមុជទឹកធន់នឹងសម្ពាធខ្ពស់ត្រូវការរ៉ូបូតក្រោមទឹកត្រូវការប្រព័ន្ធទំនាក់ទំនងស្មុគស្មាញដោយសារថវិកាមានកំណត់តំបន់ជាច្រើននៅមិនទាន់ត្រូវបានសិក្សាទេតើសមុទ្រអាចលាក់សត្វយក្សមិនស្គាល់ប្រភេទទេនេះជាសំណួរដែលមនុស្សជាច្រើនចាប់អារម្មណ៍អ្នកវិទ្យាសាស្ត្រមិនជឿថាមានបិសាចសមុទ្រដូចក្នុងរឿងព្រេងនិទានទេប៉ុន្តែពួកគេទទួលស្គាល់ថាអាចនៅមានសត្វធំៗមួយចំនួនដែលមិនទាន់ត្រូវបានកត់ត្រាហេតុផលគឺតំបន់ជ្រៅជាច្រើននៅមិនទាន់ត្រូវបានសិក្សាឡើយការរកឃើញ Giant Squid ក្នុងសម័យទំនើបជាភស្តុតាងថាសត្វធំៗអាចរស់នៅដោយមនុស្សមិនបានស្គាល់អស់រយៈពេលយូរអនាគតនៃការរុករកសមុទ្របច្ចេកវិទ្យាថ្មីៗកំពុងផ្លាស់ប្ដូរការសិក្សាសមុទ្ររួមមានរ៉ូបូតស្វ័យប្រវត្តិក្រោមទឹកបញ្ញាសិប្បនិម្មិតសូណាកម្រិតខ្ពស់កាយរណបចំនួនថ្មីយានមុជទឹកគ្មានមនុស្សបើកឧបករណ៍ទាំងនេះនឹងជួយមនុស្សសិក្សាតំបន់ដែលមិនអាចចូលដល់ពីមុនសមុទ្រនៅតែមានអាថ៌កំបាំងច្រើនពីព្រោះវាមានទំហំធំជម្រៅជ្រៅភាពងងឹតខ្លាំងនិងបរិស្ថានដ៏លំបាកសម្រាប់ការស្រាវជ្រាវនៅក្រោមផ្ទៃទឹកដ៏ស្ងប់ស្ងាត់មានពិភពលោកមួយទៀតដែលពោរពេញដោយភ្នំជ្រត់លងសត្វចម្លែកប្រព័ន្ធអេកូស៊ីស្ទឹមមិនធម្មតានិងប្រវត្តិសាស្ត្រលាក់កំបាំងរាប់លានឆ្នាំទោះបីជាមនុស្សបានឈានដល់ព្រះច័ន្ទនិងបញ្ជូនយានទៅភពអង្គារក៏ដោយការយល់ដឹងអំពីសមុទ្ររបស់ខ្លួននៅតែមានកម្រិតប្រហែលជាអាថ៌កំបាំងដ៏ធំបំផុតមួយចំនួនរបស់ផែនដីមិនស្ថិតនៅក្នុងអវកាសឆ្ងាយៗទេប៉ុន្តែស្ថិតនៅក្រោមរលកសមុទ្រដែលយើងមើលឃើញជារៀងរាល់ថ្ងៃសមុទ្រគឺជាព្រំដែនចុងក្រោយមួយនៃការរុករករបស់មនុស្សហើយអ្វីដែលយើងបានរកឃើញរហូតមកដល់ពេលនេះប្រហែលជាគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះនៃអ្វីដែលកំពុងរង់ចាំឲ្យយើងស្វែងរកនៅថ្ងៃអនាគត